សូស្ដីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំសូមនិយាយអំពីអនាគតប្រទេសថៃតើសេដ្ឋកិច្ចនិងរូបិយប័ណ្ណរបស់ប្រទេសថៃនឹងយ៉ាងណាដែរនៅក្នុង50ឆ្នាំខាងមុខបងប្អូនសម័យឥឡូវនេះប្រទេសថៃគឺពិតជាមានស្ថិរភាពណាស់ចំណែកឯអតិផរណាវិញគឺមានកម្រិតទាបប្រហែលជា 4% តែប៉ុណ្ណោះចំណែកឯសេដ្ឋកិច្ចវិញគឺបានកើនឡើងជារៀងរាល់ឆ្នាំ 73% នេះពិតជាមានស្ថិរភាពណាស់សម្រាប់ប្រទេសមួយដែលមានសេដ្ឋកិច្ចធំដល់ប៉ុណ្ណេះប្រទេសថៃមានសេដ្ឋកិច្ចចម្រុះពួកគេមានវិស័យសេវាកម្មវិស័យកសិកម្មវិស័យយានយន្តវិស័យគីមីនិងវិស័យទេសចរណ៍លក្ខណៈនៅពេលដែលខ្ញុំក្រឡេកមើលអំពីសេដ្ឋកិច្ចវាបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថាតើហេតុអ្វីមួយពិភពលោករបស់យើងត្រង់កន្លែងនេះមានត្រង់កន្លែងនោះក្រហេតុអ្វីអឺរ៉ុបមានហេតុអ្វីអាស៊ីអាគ្នេយ៍ក្រអ្វីត្បិតតែប្រទេសថៃទទួលបានជោគជ័យពិតមែនបើប្រៀបធៀបជាមួយនឹងប្រទេសដទៃក៏ប្រាក់ខែនៅក្នុងប្រទេសថៃនៅតែទាបដែរត្រឹមប្រហែលជា$500ទៅ$600ក្នុងមួយខែចំណែកឯភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រគឺវាបានខុសគ្នាឆ្ងាយធ្លាក់ចូលក្នុងចំណោមខ្លាំងជាងគេនៅក្នុងទ្វីបអាស៊ីដែលស្ទើរតែគ្មានវណ្ណៈកណ្ដាលទេបើមានគឺមានខ្លាំងហើយបើក្រគឺក្រខ្លាំងខ្ញុំមិនដឹងថាតើហេតុអ្វីបានជាវាពិបាកសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ក្នុងការបានក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ប្រហែលជាវាមកពីកត្តាបរិយាកាសក្តៅពេកឬសើមពេកដែលធ្វើឲ្យមនុស្សមានការគិតខុសគ្នាពីពួកមនុស្សដែលរស់នៅក្នុងប្រទេសត្រជាក់នៅពេលដែលអ្នកណារស់នៅក្នុងប្រទេសដែលមានបរិយាកាសត្រជាក់អ្នកនោះគឺនឹងមិនអាចធ្វើជាមិនខ្វាយខ្វល់បាននោះទេព្រោះបើមិនខំប្រឹងនោះដល់ពេលរដូវធ្លាក់ទឹកកកបានមកដល់គឺនឹងដាច់ពោះស្លាប់តែម្ដងម្យ៉ាងទៀតពួកគេមិនចេះតែអាចមានចិត្តល្អពេកធ្វើខ្ជះខ្ជាយនោះទេពួកគេត្រូវតែខិតខំសន្សំទុកដើម្បីបានរស់ចំណែកឯមនុស្សដែលរស់នៅក្នុងតំបន់ត្រូពិកដែលអាចដាំដុះម្ហូបបានដោយងាយស្រួលហើយមិនមានការព្រួយបារម្ភពីការខ្លាចកកស្លាប់អ្វីទេពួកគេទាំងនោះគឺនឹងមានចិត្តទូលំទូលាយជាងមិនសូវកំណាញ់ប្រមាណទេព្រោះតែពួកគេបានដឹងថាសម្បូរហើយដីនឹងគឺនឹងដាំដុះបានទៀតមិនដាច់ពោះស្លាប់ទេជាលទ្ធផលមកពួកគេមិនសូវមានវិន័យខ្លាំងនិងមិនសូវចេះសន្សំទុកដោយពួកមនុស្សដែលរស់នៅក្នុងតំបន់ត្រជាក់នោះទេវាពិតជាគួរឲ្យចាប់អារម្មណ៍ពីរបៀបដែលអាកប្បកិរិយារបស់មនុស្សដំណើរការរឿងបែបនេះមិនមែនត្រឹមតែអាស៊ីអាគ្នេយ៍ទេសូម្បីតែមនុស្សដែលរស់នៅអាមេរិកខាងត្បូងនៅក្បែរអាម៉ាហ្សនក៏ពួកគេមានអត្តចរិតស្រដៀងគ្នាដែររឿងមួយដែលជាការពិតនោះគឺថាប្រទេសថៃគឺមានជាងប្រទេសជាច្រើននៅក្នុងអាស៊ីអាគ្នេយ៍ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃគឺប្រហែលជា$500,000 លានក្នុងមួយឆ្នាំនេះគឺធំជាងប្រទេសហ្វីលីពីននិងវៀតណាមបន្តិចតែបើប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាគឺធំជាងប្រហែលជា12ដងពេលនេះបងប្អូនប្រកាសជាសួរថាតើហេតុអ្វីបានជាប្រទេសថៃទទួលបានបែបនេះនៅពេលដែលយើងក្រឡេកទៅមើលប្រជាសាស្ត្ររបស់ប្រទេសថៃគឺយើងបានឃើញថាមានជាតិសាសន៍ជាច្រើនណាស់ដែលរស់នៅទីនោះមានសាសឡាវចង់20លាននាក់ចំណែកឯសាសខ្មែរមានប្រហែលជាចូលខ្ទង់រាប់លាននាក់ផងដែរបើសាសភូមាវិញក៏មានលើសរាប់លាននាក់ផងដែរនេះបើយើងបូកសរុបប្រជាជននៅក្នុងប្រទេសថៃទាំងអស់ចូលគ្នាគឺមានចំនួន72លាននាក់មូលហេតុដែលយើងមិនបានដឹងពិតប្រាកដថានៅក្នុងប្រទេសថៃមានឈាមជ័រខ្មែរប្រមាណលាននាក់ពីព្រោះតែថៃបានយកដីនិងប្រជាជនខ្មែរតាំងតែពីរាប់រយឆ្នាំមុនសប្តាហ៍ថ្ងៃនេះពួកគេនិយាយតែភាសាថៃនិងដឹងតែអំពីវប្បធម៌ថៃទេបងប្អូននៅពេលដែលប្រទេសមួយវាយបានទឹកដីត្រង់កន្លែងណារបស់ប្រទេសមួយទៀតគឺថាប្រជាជនដែលរស់នៅលើទឹកដីត្រង់កន្លែងហ្នឹងពួកគេមិនបានបាត់ណាទេគ្រាន់តែគេបដូរឈ្មោះទឹកដីកន្លែងហ្នឹងទៅជាឈ្មោះប្រទេសរបស់គេតែប៉ុណ្ណោះប៉ុន្តែមនុស្សគឺនៅតែដដែលទេម្យ៉ាងទៀតការពីចក្រភពអង្គរដួលរលំគឺថៃបានយកជនជាតិខ្មែររាប់ម៉ឺនរាប់សែននាក់ទៅតាមផងដែរដើម្បីឲ្យពួកគេជួយអភិវឌ្ឍប្រទេសឲ្យនេះគឺតាំងតែពីចុង600ឆ្នាំមុនចំនួនប៉ុណ្នេះគឺច្រើនខ្លាំងណាស់មនុស្សរាប់សែននាក់ក្នុង600ឆ្នាំគឺវាអាចកើនឡើងទៅដល់រាប់សិបលាននាក់ឯណោះបើគិតមកដល់សម័យឥឡូវនេះបងប្អូនរហូតមកដល់សប្តាហ៍ថ្ងៃនេះប្រទេសថៃគឺមានភាពរឹងមាំខ្លាំងខាងផ្នែកនយោបាយសេដ្ឋកិច្ចនិងយោធាដោយសារតែពូជស្ដេចថៃបានធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃក្នុងប្រមាណ100ឆ្នាំនេះប្រទេសថៃមិនបានបែកបាក់ទេហើយមិនឲ្យជនបរទេសណាមកយកប្រទេសបានទេចំណែកឯពូជពងស្ដេចថៃគឺមានអំណាចខ្លាំងដែលមិនឲ្យអ្នកណាឬគ្រួសារណាមកដណ្ដើមអំណាចបានឡើយស្ដេចថៃគឺជាអ្នកដែលបានបិទកាវឲ្យប្រជាជនថៃជាប់គ្នារួបរวมគ្នាខ្ញុំមិនដឹងថាពូជស្ដេចថៃមានសំណាងដែលចៃដន្យ
ឬក៏ពួកគេឆ្លាតចេះបត់បែនបានកិច្ចផុតពីទឹករលកបក់បោកទោះយ៉ាងណាក៏ដោយនៅក្នុងប្រទេសជាណាចក្រថៃដែលស្ដេចថៃនិងពុយពងស្ដេចមានអំណាចខ្លាំងវាក៏អាចជំរុញឲ្យមានអំពើពុករលួយផងដែរអ្នកដែលមានខ្សែជាមួយពុយស្ដេចពួកគេនឹងអាចបានរីកចម្រើនឡើងចំណែកឯអ្នកដែលគ្មានខ្សែគឺមិនងាយនឹងបានឡើងនោះទេដោយដែលខ្ញុំធ្លាប់បាននិយាយអំពីប្រទេសថៃនៅក្នុងវីដេអូចាស់អញ្ចឹងធាតុពិតនៃប្រទេសថៃគឺមានប្រជាធិបតេយ្យត្រឹមតែ 50% ទេប៉ុន្តែទោះបីជា 50% នេះក៏ដោយក៏ប្រទេសថៃនៅតែដើរទៅមុខដែររដ្ឋាភិបាលរបស់ពួកគេនៅតែដំណើរការបងប្អូនប្រទេសថៃនឹងនៅតែមានស្ថិរភាពនិងនៅតែរឹងមាំបើប្រៀបធៀបទៅនឹងប្រទេសដទៃផ្សេងទៀតនៅក្នុងតំបន់អាស៊ីដោយសារតែប្រទេសនេះមានវិស័យខ្លាំងចំនួន3ដូចជាទី1វិស័យទេសចរណ៍ថៃនៅតែជាប្រទេសដែលមានទេសចរណ៍ច្រើនជាងគេនៅអាស៊ីដោយនៅក្នុងឆ្នាំនេះមានរំពឹងទុកថានឹងឈានទៅដល់40លាននាក់ឯណោះដែលអាចរកចំណូលបានចំនួន$50,000 លានក្នុងមួយឆ្នាំបងប្អូននេះគឺជាលុយថ្មីដែលហូរចូលមកក្នុងប្រទេសមិនមែនជាលុយនៅក្នុងប្រទេសស្រាប់នោះទេនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសថៃដែលមិនងាយនឹងធ្វើឲ្យប្រទេសថៃធ្លាក់ខ្លួនក្រនោះទេទី2វិស័យខាងប្រព័ន្ធថែទាំសុខភាពឯកជនដ៏រឹងមាំសប្តាហ៍ថ្ងៃនេះមានជនបរទេសមកពីបណ្ដាប្រទេសនានាច្រើនទៅដែលបានចូលមកក្នុងប្រទេសថៃដើម្បីទទួលបានសេវាកម្មថែទាំសុខភាពពួកគេបាននិយាយថាវាមានតម្លៃសមរម្យហើយគុណភាពគឺល្អណាស់ទី3វិស័យថែទាំមនុស្សចាស់ខាងវិស័យនេះនៅក្នុងប្រទេសថៃគឺបានផ្ទុះឡើងយ៉ាងខ្លាំងមានជនបរទេសដែលបានចូលនិវត្តន៍ពីប្រទេសពួកលោកខាងលិចបានធ្វើដំណើរចូលមករស់នៅក្នុងប្រទេសថៃច្រើនណាស់ពីមួយឆ្នាំទៅមួយឆ្នាំបងប្អូនមនុស្សចាស់ខ្លះពីប្រទេសពួកលោកខាងលិចពួកគេមានទ្រព្យសម្បត្តិច្រើនណាស់អ្នកខ្លះចូលមកគឺបានយកលុយមកតាមខ្លួនចង់ខ្ទង់លានដុល្លារឯណោះដើម្បីមករស់នៅក្នុងប្រទេសថៃគេបានធ្វើការប៉ាន់ស្មានថាមានជនបរទេសប្រមាណជា1លាននាក់ទៅ2លាននាក់បានចូលមករស់នៅក្នុងប្រទេសថៃបងប្អូនដោយសារតែប្រទេសថៃមានវិស័យទេសចរណ៍ខ្លាំងហើយថែមទាំងមានមនុស្សពីប្រទេសពួកលោកខាងលិចកាន់តែច្រើនទៅបានរើមករស់នៅក្នុងប្រទេសថៃបន្ថែមទៀតដូច្នេះវានឹងអូសទាញបានរូបិយប័ណ្ណបរទេសយ៉ាងច្រើនដែលនឹងធ្វើឲ្យរូបិយប័ណ្ណបាតរបស់ថៃកាន់តែរឹងមាំខ្លាំងឡើងបើយើងក្រឡេកទៅមើលក្នុង5ឆ្នាំនេះលុយបាតថៃគឺនៅតែរឹងមាំដដែលមិនបានកែប្រែប្រមាណទេបើធៀបជាមួយនឹងដុល្លារតែបើពេលដែលយើងក្រឡេកទៅមើលរូបិយប័ណ្ណរបស់ប្រទេសដទៃវិញខ្លះគឺបានធ្លាក់ចុះ 50% ចំណែកឯខ្លះទៀត 80% បាត់ទៅហើយនៅក្នុង5ឆ្នាំនេះពេលនេះយើងសួរថាតើប្រទេសថៃនឹងមានហានិភ័យអ្វីខ្លះក្នុង50ឆ្នាំខាងមុខទី1គឺការប្រែប្រួលអាកាសធាតុនៅពេលដែលភពផែនដីកាន់តែក្តៅទៅវានឹងធ្វើឲ្យអាកាសធាតុកាន់តែប្រែប្រួលទៅជាធ្ងន់ធ្ងរខ្លាំងជាងមុនផងដែររដូវប្រាំងនឹងកាន់តែក្តៅពេលរដូវវស្សាភ្លៀងនឹងកាន់តែខ្លាំងទឹកជំនន់កាន់តែច្រើនកម្ពស់ទឹកសមុទ្រវានឹងកើនឡើងគេបានធ្វើការប៉ាន់ប្រមាណថាប្រសិនបើកម្ពស់ទឹកសមុទ្រកើនឡើងត្រឹមតែបន្តិចគឺវានឹងអាចជន់លិចទីក្រុងបាងកកតែម្ដងព្រោះតែទីក្រុងបាងកកគឺមានទីតាំងនៅជិតសមុទ្រទី2ឧបមាថាប្រសិនបើក្នុង50ឆ្នាំខាងមុខនេះអាមេរិកដកខ្លួនចេញពីប្រទេសថៃនោះប្រទេសថៃនឹងមិនមានអធិបតេយ្យភាពខ្លាំងដូចពីមុនទៀតនោះទេសប្តាហ៍ថ្ងៃនេះប្រទេសជិតខាងដ៏ធំមួយមិនសូវហ៊ានជាមួយថៃគឺដោយសារតែថៃគឺជាមិត្តម្នាក់ផងដែររបស់អាមេរិកនៅខាងអាស៊ីហេតុផលទី3គឺវាតាក់ទងទៅនឹងក្រុមមនុស្សនៅភាគខាងត្បូងនៃប្រទេសថៃខ្ញុំមិនអាចនិយាយលម្អិតបានទេប៉ុន្តែបើក្រុមមនុស្សទាំងនោះពង្រីកខ្លួនក្នុង50ឆ្នាំនេះនោះថៃនឹងមានបញ្ហាធំសរុបមកប្រទេសថៃគឺជាប្រទេសដ៏ជោគជ័យមួយនៅខាងអាស៊ីប៉ុន្តែប្រទេសថៃក៏នៅតែមានដែនកំណត់ដែរសប្តាហ៍ថ្ងៃនេះមានជនជាតិថៃច្រើនណាស់រាប់ម៉ឺនរាប់សែននាក់ពួកគេក៏នៅតែធ្វើការនៅក្នុងប្រទេសពួកលោកខាងលិចដើម្បីទទួលបានប្រាក់ខែច្រើនជាងមុនផងដែរ